អ្នកណាកំឡាប់ម្ដាយឪពុកឯងដូចជារំលាយព្រះពុទ្ធជនណាកំឡាប់មេដាបៃតាទទួលទោសាដែលមានឈ្មោះថាអនន្តរិយកម្មនរកខាំងទុករាប់តែលានឆ្នាំទទួលខ្ទង់ឈាមពងច្រំខំពំទុកជាអាជ្រោះជ្រៅល្វឹងល្វើយហែលមិនរួចឡើយកិច្ចទៅនាងហើយបំបីបំពីទោះជាលំបាកតោកយ៉ាងណាគួរកុំបំពេញមេត្រានឹងព្រះឈ្នះមាននៃពុទ្ធគឺជាមេដាបៃតាគួរតែគោរពបូជារក្សាឲ្យបានរុងរឿងជាត្រៃសារណំសម្រាប់ខ្លួនយើងត្រូវតែអ្នកលើកដំកើងជាគ្រឿងចម្លងជីវិតទុកសោកចង់រៃគ្រោះភ័យអាសន្នមានតែព្រះគុណទុកជាទម្ងន់នៃព្រះបបិទ្ធព្រះធម៌ព្រះសង្ឃដែលជានិមិត្តបង្ហាញផ្លូវត្រូវដល់ចិត្តឲ្យស្ថិតក្នុងភព